Hello everyone សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយដែលចែករំលែកអំពីការប្រើប្រាស់ LCD I2C ជាមួយនឹង Arduino board ជាងមុននឹងចូលដល់ការបង្ហាញអំពីការតខ្ញុំសូមនាំអ្នកទាំងអស់គ្នាទៅស្គាល់ថាអ្វីទៅជា LCD I2C ជាមុនសិនជាងនៅក្បែរដៃខ្ញុំនេះគឺជា LCD I2C ដែលខ្ញុំបានធ្វើការ set វាហើយសរសេរកូដដើម្បីបង្កើតបានជានាឡិកាមួយជាអ្វីទៅជា LCD I2C LCD I2C គឺជា output device ដែលយើងប្រើសម្រាប់បង្ហាញឬក៏ display អក្សរឬក៏ information មកក្រៅដើម្បីឲ្យយើងឃើញហើយផ្ទៃ display របស់វាមានចំនួន 16x2 ដែលមានន័យថា 16 column និង 2 row បង្កើតបានជា 32 ក្រឡាដែលក្រឡានីមួយៗគឺផ្ទុកអក្សរបានមួយឬក៏បង្ហាញអក្សរបានមួយតួអញ្ចឹងកុំឲ្យខាតពេលវេលាយូរខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលអំពីរបៀបក្នុងការតទាំងអស់គ្នាអញ្ចឹងអ្វីដែលយើងត្រូវមានគឺយើងមាន LCD I2C មួយ Arduino board ចំនួន1ជាមួយនឹងខ្សែ jumper និង USB ហើយរបៀបក្នុងការតវាគឺយើងមើលទៅលើ LCD I2C នៅលើ LCD I2C គឺមានជើងពីនចំនួន4ជើងពីនទី1 GND ជើងពីនទី2 VCC ជើងពីនទី3 SDA និងជើងពីនទី4 SCL ជាដំបូងខ្ញុំសូមធ្វើការដោតខ្សែ jumper ជាមួយនឹង LCD I2C បន្ទាប់មកគឺយើងភ្ជាប់ជើងម្ខាងទៀតនៃខ្សែ jumper ទៅ Arduino board ដោយធ្វើយ៉ាងណា GND នៃ LCD I2C សូមភ្ជាប់ទៅកាន់ GND នៃ Arduino board VCC នៃ LCD I2C គឺយើងភ្ជាប់ទៅពីន 5V នៃ Arduino board បន្ទាប់មក SDA នៃ LCD I2C គឺយើងភ្ជាប់ទៅពីន A4 នៃ Arduino board និងចុងក្រោយគេគឺ SCL នៃ LCD I2C គឺយើងភ្ជាប់ទៅ A5 នៃ Arduino board អញ្ចឹងបន្ទាប់ពីយើងបានធ្វើការភ្ជាប់គ្រប់ពីទាំងអស់នៃ LCD I2C មកកាន់ Arduino board គឺយើងត្រូវភ្ជាប់ជាមួយខ្សែ USB ហើយភ្ជាប់វាទៅកុំព្យូទ័រដើម្បី upload កូដចូលអញ្ចឹងបន្ទាប់ពីយើងដោតខ្សែ USB ចូលកុំព្យូទ័ររួចហើយគឺយើងត្រូវធ្វើការសរសេរកូដដើម្បី upload ចូល Arduino ហើយកម្មវិធីដែលយើងប្រើដើម្បីសរសេរកូដនេះគឺ Arduino IDE អ្នកទាំងអស់គ្នាអាចទាញយក Arduino IDE បានពី website official របស់វាផ្ទាល់ឬក៏អាចចុច link ខាងក្រោមដែលខ្ញុំដាក់នៅក្នុង description អ្នកទាំងអស់គ្នាអាចចុចចូលហើយ download វាបានអញ្ចឹងពេលដែលយើងចូលមកគឺវាមានទម្រង់បែបនេះហើយយើងត្រូវដឹងថា LCD I2C គឺវាមាន library មួយដែលមានឈ្មោះថា Liquid Crystal I2C ដើម្បី install library បានគឺយើងចូលមក icon មួយនេះពួកអ្នកទាំងអស់គ្នាត្រូវវាយពាក្យបែបនេះបន្ទាប់ពីវាយពាក្យដូចនេះហើយវានឹងបង្ហាញឲ្យយើង install ប្រសិនបើអ្នកទាំងអស់គ្នាមិនទាន់ install ទេសូម install វាដោយសារតែខ្ញុំបាន install វារួចហើយអញ្ចឹងខ្ញុំមិនចាំបាច់ install វាទេអញ្ចឹងយើងចូលទៅដល់ការសរសេរកូដតែម្ដងបន្ទាប់ពីយើង install រួចគឺយើងត្រូវធ្វើការ include វាបន្ទាប់មកគឺយើងត្រូវធ្វើការប្រកាសខ្លះរបស់វាដែលខ្ញុំនឹងប្រកាស object មួយឈ្មោះថា LCD object នេះគឺវាដើរតួជា constructor របស់ class ដែលមាន argument 3 argument ទី1គឺជាលេខ address របស់ LCD I2C ដែលមានលេខ 0x27 លេខ address នេះគឺជាលេខដែលយើងបានមកពីការភ្ជាប់ pin SDA នៃ LCD I2C ទៅកាន់ pin A4 របស់ Arduino និង pin SCL របស់ LCD I2C ទៅកាន់ pin A5 របស់ Arduino argument ទី2គឺជាចំនួន column របស់ LCD I2C គឺ16និងទី3គឺជាចំនួន row របស់ LCD គឺ2បន្តមកទៀតគឺនៅក្នុង voice setup នេះគឺយើងត្រូវធ្វើការបើក LCD I2C ឲ្យដំណើរការដោយយើងប្រើកូដ LCD.init បន្ទាប់ពីយើងបើកវារួចយើងត្រូវធ្វើការបើកអំពូលរបស់វាដោយប្រើ LCD.backlight ហើយជាចុងក្រោយដើម្បីអាច print បង្ហាញអក្សរទៅលើ LCD I2C បានគឺយើងប្រើ LCD.print ចឹងនៅក្នុង print នេះគឺយើងអាច print អ្វីក៏បានទៅតាមចិត្តរបស់យើងចង់អញ្ចឹងខ្ញុំឧទាហរណ៍ខ្ញុំនឹង print ពាក្យថា hello world អញ្ចឹងបន្ទាប់ពីយើងសរសេរកូដរួចគឺយើងត្រូវធ្វើការ upload វាចូលទៅក្នុង Arduino អញ្ចឹងយើងជ្រើសយក tool ជ្រើសយក port មុននឹង upload គឺយើងត្រូវធ្វើការ compile វាសិនដើម្បីមើលថាតើវាមាន error ត្រង់ចំណុចណាឬអត់ឲ្យវា compile ជោគជ័យហើយគឺយើងធ្វើការ upload វាតែម្ដងអញ្ចឹងពេលនេះគឺយើងបាន upload វាដោយជោគជ័យតោះទៅមើលលទ្ធផលនេះគឺជាលទ្ធផលដែលយើងទទួលបាន
ញ្ចឹងវីដេអូរបស់ខ្ញុំក៏បានឈានដល់ទីបញ្ចប់ជាចុងក្រោយសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេចចុច like ក៏ដូចជា follow ដើម្បីលើកទឹកចិត្តខ្ញុំឲ្យធ្វើវីដេអូជាបន្តទៀតបាទសូមអរគុណ